សោភាសំណុំពរមហាជនម្នាក់$1បោះឆ្នោតលើកទឹកចិត្តបាទអនុញ្ញាតគោរពនឹងជំរាបសួរប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនឹងជាទីរាប់អានយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះស្ដាប់ហេតុការណ៍សូមលើកយកអត្ថបទកប្រាសារព័ត៌មានមួយដែលមានចំណងជើងថាបេក្ខសោភាសំណុំពរមហាជនម្នាក់$1បោះឆ្នោតលើកទឹកចិត្តបេក្ខវតីសារវឌីដើម្បីកម្ពុជាបាទចឹងដឹងថាអត្ថបទសារព័ត៌មាននឹងមានអត្ថន័យដូចយ៉ាងណាសូមប្រិយមិត្តអ្នកស្ដាប់ហេតុការណ៍រីករាយទស្សនាក៏ដូចជាស្ដាប់នៅព្រឹត្តិការណ៍ព័ត៌មាននេះដូចតទៅនៅថ្ងៃទី25ខែតុលាឆ្នាំ2022ខាងមុខនេះកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022នឹងឈានដល់វគ្គប្រកួតផ្ដាច់ព្រាត់ដែលជាពេលវេលាមួយនៅក្នុងការប្រកាសរកឃើញនៅបេក្ខភាពបវរកញ្ញាមួយរូបដែលមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោកក្លាយជាបវរកញ្ញាក្រុងមកកតប្រចាំឆ្នាំ2022ដោយឡែកឈានមកដល់វគ្គប្រកាសរាជធានីក្រុងមកកតនៅថ្ងៃទី20ខែតុលា2022នេះកម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Grand International 2022នឹងឈានដល់វគ្គបង្ហាញឈុតតំណាងជាតិដែលតម្រូវឲ្យបវរកញ្ញានីមួយៗក្រុងនៅឈុតតំណាងប្រទេសរបស់ខ្លួនដើម្បីដើរបង្ហាញនៅលើឆាកអន្តរជាតិមកគណៈកម្មការផងដែរងាកមកបវរកញ្ញាបេក្ខវតីសារវឌី Miss Grand Cambodia 2022វិញបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការក្រុងឈុតកាហ្វេសែនមនោរម្យភូមិភាគឦសានឬក៏ហៅថាគោព្រៃដែលបង្ហាញទង់ជាតិកម្ពុជាឲ្យអន្តរជាតិបានឃើញដោយកញ្ញាបានសន្យានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីប្រទេសជាតិទៀតផងវាជាការពិតដោយតែមហាជនបានជ្រាបមកហើយមុននឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីឈុតតំណាងជាតិកាហ្វេសែនមនោរម្យភូមិភាគឦសានឬក៏ឈុតគោព្រៃហាក់ទទួលបានការមិនពេញចិត្តពីសំណាក់មហាជនកម្ពុជាក៏ពិតមែនតែយ៉ាងណាមកដល់វគ្គនេះមហាជនក៏កំពុងតែត្រៀមលើកទឹកចិត្តនឹងចូលរួមវ៉ូតដើម្បី Miss Grand Cambodia 2022កញ្ញាបេក្ខវតីសារវឌីជាក់ស្ដែងនៅក្នុងនោះក៏មានអ្នកនាងបេក្ខសភាមួយរូបដែរដែលកំពុងតែត្រៀមគាំទ្របវរកញ្ញាកម្ពុជាខាងលើជាងនេះទៅទៀតអ្នកនាងបេក្ខសភាក៏បានរៀបរាប់សំណេរមួយថាសង្ឃឹមថាគ្រប់យ៉ាងនឹងល្អជាងនេះនៅជាងឆ្នាំក្រោយទៅចុះតែឆ្នាំនេះគឺមានតែយើងជួយគ្នាបន្តទៀតសិនព្រោះគ្នាទៅប្រឡងត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរទៅតោះព្រោះយើងជាខ្មែរពាក្យនេះគឺបងប្អូនត្រូវចាំនិងស្រឡាញ់ស៊ូៗណាអូនញញឹមបងដឹងចិត្តអូនតែអូនត្រូវចាំថាយើងរឿងមើមចេញពីខាងក្នុងចិត្តរបស់យើងម្នាក់$1មួយប្រទេសខ្មែរមើល Cambodia let's go បាទនេះគឺជាពីអត្ថន័យខ្លះៗពីតារាចម្រៀងបេក្ខសភាប្រចាំនៅប្រទេសកម្ពុជាយើងដែលគាត់មានចំណាប់អារម្មណ៍ក៏ដូចជាការគាំទ្រទៅលើ Miss Grand Cambodia របស់យើងដែរដែលស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ហ្នឹងជួយគាំទ្រក៏ដូចជាលើកទឹកចិត្តដល់ Miss Grand Cambodia ឆ្នាំ2022ប្រចាំតំណាងឲ្យប្រទេសកម្ពុជាយើងផងដែរអរលោកអ្នកនាងនិងប្រិយមិត្តអ្នកស្ដាប់ជាទីគោរពនិងជាទីរាប់អានពីអត្ថបទសារព័ត៌មាននៅថ្ងៃនេះសូមអនុញ្ញាតគោរពអរគុណនិងសូមជម្រាបលា